យប់នេះយើងនឹងទៅប្លន់ផ្ទះគ្រួសារអជលសាហើយត្រូវសម្លាប់ចោលទាំងអស់បងប្អូនចាប់ឲ្យបានទាំងរស់សូមបកស្រោមមុខពួកវាចេញយើងចង់ដឹងថាតើពួកវានេះជានរណាពូផុនបងប្អូនថ្ងៃនេះយើងបានជុំគ្នាឡើងវិញហើយការងារយើងបានរីកចម្រើនខ្លាំងណាស់ប៉ុន្មានខែចុងក្រោយនេះខ្ញុំនឹងដំឡើងប្រាក់ឈ្នួលជូនដល់ពូមីងបងប្អូនទាំងអស់បន្ថែមចាប់ពីថ្ងៃនេះតទៅឥឡូវនេះយើងនឹងបន្ថែមសមាជិកថ្មីចំនួន2រូបទៀតនោះគឺសាននិងវត្ត័យដើម្បីជួយការងារបងប្អូនឲ្យបានលឿនជាងមុនប្រាក់ដែលយើងបានមកមួយចំនួនយើងទុកបំរុងប្រើប្រាស់ក្នុងករណីចាំបាច់មួយចំនួនជូនរង្វាន់បងប្អូនក្រុមការងារយើងដែលមានស្នាដៃល្អសម្រាប់បានលទ្ធផលការងារល្អហើយមួយចំនួនទៀតជួយដល់ចាស់ជរានិងអ្នកភូមិយើងដែលទីទាល់ក្រីក្រហើយយើងនឹងត្រៀមកសាងសាលាថ្មីដើម្បីជួយដល់កូនក្មួយយើងបានរៀនសាលាល្អក្រេបចំណេះដឹងជារួមចំណែកជួយអភិវឌ្ឍស្រុកភូមិយើងនាពេលអនាគតដូចនេះកម្លាំងញើសឈាមបងប្អូនគឺជាការចូលរួមយ៉ាងធំធេងក្នុងការជួយជំរុញមុខជំនួញរបស់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាបន្ថែមជាងនេះខ្ញុំសូមអរគុណដល់ពូឌឿនដែលជាមិត្តចាស់របស់លោកឪពុកខ្ញុំគាត់មានចំណែកធំណាស់ក្នុងការផ្ដល់យោបល់និងជួយចាត់ចែងការងារទាំងមូលខ្ញុំទុកគាត់ដូចជាឪពុកបង្កើតខ្ញុំនឹងមើលថែពូអស់មួយជីវិតពូសូមអរគុណក្មួយណាស់ទឹកភ្នែកពូស្រក់ពេលនេះគឺជាការរំភើបនិងទឹកចិត្តក្មួយមិនត្រឹមតែផ្ដល់ឱកាសឲ្យពូបានមានការងារគ្រាន់បានកម្រៃចិញ្ចឹមជីវិតទេថែមទាំងផ្ដល់នៅការមើលថែពូកន្លងមកចិត្តក្មួយដូចឪពុកក្មួយណាស់ក្លាហានអត់ធ្មត់ឆ្លៀសវៃនិងចេះជួយអ្នកជុំវិញខ្លួនបងចម្រុងបងឮទេបើបងនៅមានជីវិតម្លេះបងសប្បាយចិត្តណាស់ដែលមានកូនប្រុសដ៏ល្អដោយកន្លងធម៌ជលសាដូចណាស់ដូចបងណាស់ទាំងកាយវិការសម្លេងនិងបេះដូងខ្ញុំនឹកបងណាស់ពួកឯងត្រូវចាំថាយប់នេះយើងនឹងទៅប្លន់ផ្ទះគ្រួសារអជលសាហើយត្រូវសម្លាប់ចោលទាំងអស់កុំលើកលែងឲ្យសោះបាទមេមើលអាគឿនឯងបានស៊ើបការបានយ៉ាងម៉េចខ្លះហើយបាទមេនៅផ្ទះនោះរាល់យប់ស្ងប់ស្ងាត់ល្អណាស់ហើយកម្មករដេកលក់ស្ងាត់ឈឹងប្រហែលពួកវាធ្វើការហត់ពេកនេះបានចំជារបាយការណ៍ល្អមែនចុះមាននរណាដឹងរឿងអីទៀតទេបាទមេមានរឿងមួយដែលខ្ញុំបានធ្វើតែមិនបានប្រាប់មេរឿងអីខ្ញុំបានបំផុសបំផុលថាអាសម្បត្តិនេះជាមេខ្លោងធំក្នុងការប្លន់រលើកតែរកផុសតាងមិនទាន់បានអាវែងឯងពូកែហួសពីការស្មានបេសកកម្មលើកនេះបើជោគជ័យយើងនឹងឲ្យរង្វាន់ឯងជាទីគាប់ចិត្តឬទេពួកឯងអាវែងធ្វើបានល្អណាស់ធ្វើបែបនេះទើបគ្មានអ្នកសង្ស័យនឹងតាមដានយើងពួកអ្នកស្រុកនឹងរវល់តែតាមដានអាសម្បត្តិជាឱកាសរបស់យើងធ្វើសកម្មភាពអាសម្បត្តិបានតែអួតក្អេងក្អាងចាយលុយខ្ជះខ្ជាយនាំឲ្យអ្នកស្រុកយល់ថាវាជាចោលទៅវិញហានៅកន្លែងនេះស្ងាត់តែយើងក៏មិនត្រូវប្រហែសដែរក្រែងលោមានអ្នកលួចស្ដាប់យើងនឹងខូចការជាជាមិនខានអញអាដែងអាភឿនឯងទៅមើលអ្នកណាពូននៅដើមឈើខាងនោះបាទមេចាំខ្ញុំទៅមើលបាទមេស្រមោលដើមឈើហ្នឹងចឹងមិនអីទេតែក៏ត្រូវប្រយ័ត្នដែរយើងប្លន់ក្រក្រើកគ្រប់ទិសទីរាប់សិបដងមិនមានអ្នកដឹងពីមុខសញ្ញាយើងក៏ដោយសារតែពួកយើងស្មោះត្រង់និងប្រយ័ត្នប្រយែងបំផុតដូចនេះមិនត្រូវធ្វើប្រហែសជាដាច់ខាតហើយយប់នេះពាក់កណ្ដាលអាត្រៀតពេលដែលអ្នកស្រុកនិងកម្មករទាំងនោះដេកលក់អស់យើងធ្វើសកម្មភាពតែម្ដង
ហេតុអីបានជាលឿនម្លេះមេរដងយើងត្រៀម2ទៅ3ថ្ងៃមុនម្ដងនេះយើងមិនចាំបាច់ត្រៀមទេល្ងាចនេះយើងឃើញពួកវាផឹកស៊ីសប្បាយពាក់កណ្ដាលអាត្រៀតវាដេកលក់អស់ហើយជាឱកាសយើងហើយត្រូវចាត់ការឲ្យអស់កុំទុកម្នាក់ឲ្យសោះឬទេពួកឯងដូចរដងអញ្ចឹងបំបែកគ្នាសម្រាប់យកកម្លាំងហើយត្រៀមខ្លួនសប្បាយផងចប់បេសកកម្មលើកនេះពួកឯងសប្បាយអស់ដៃទៅហាហាបាទមេពួកឯងដើរលបកុំឲ្យពួកវាដឹងខ្លួនទាន់បងប្អូនចាប់ឲ្យបានទាំងរស់ហើយបកស្បែកមុខពួកវាឲ្យអ្នកភូមិយើងគ្រប់គ្នាបានដឹងដោយជលសាបានដឹងមុនតាមរយៈពុឌឿនបានរាយការណ៍គេបានប្រជុំគ្នាត្រៀមចាប់រួចជាស្រេចដោយក្រុមចោរនៅកន្លែងភ្លឺហើយក្រុមជលសានៅកន្លែងងងឹតហើយត្រៀមអន្ទាក់ទៀតផងនោះបានចាប់ពួកចោរបានទាំងអស់ហើយមិនអាចតដៃបានទៀតផងជាយោក្មួយជលសាសូមបកស្រោមមុខពួកវាចេញយើងចង់ដឹងថាតើពួកវានេះជានរណាពូផុនជលសានិងបងប្អូនទាំងអស់គ្នាសូមលើកលែងឲ្យខ្ញុំម្ដងទៅនេះជាលើកទី1ហើយខ្ញុំមិនដែលខ្ញុំហ៊ានធ្វើបែបនេះលបងផុនលបងជាមិត្តភក្តិល្អនឹងប្តីខ្ញុំហេតុអ្វីបងធ្វើបែបនេះដាក់គ្រួសារខ្ញុំពុទ្ធើបងផុនប្អូនចរិយាប្អូនជួយនិយាយជាមួយជលសាផងឲ្យលើកលែងឲ្យបងម្ដងទៅបងដឹងខុសហើយបងនឹងកែខ្លួនឲ្យប្អូនបងជឿនជិត30ឆ្នាំហើយបងចង់កែខ្លួនអីនៅពេលនេះប្អូនឌឿនសូមប្អូនជឿបងចុះប្អូនលើកលែងឲ្យបងម្ដងទៅបងដឹងខុសហើយបងផុន27ឆ្នាំមកនេះបងធ្វើអីខ្លះបងដឹងខ្លួនឯងហើយជលសាបងចរិយានិងបងប្អូនក្នុងភូមិទាំងអស់ថ្ងៃនេះខ្ញុំឌឿនសូមបកស្បែកមុខមេចៅប្រចាំតំបន់យើងដែលតែងតែប្លន់កក្រៅកន្លងមកហើយយកប្រាក់ដែលប្លន់បានទៅសប្បាយហឺហានៅទីក្រុងតែនៅក្នុងស្រុកវិញធ្វើដូចជាមនុស្សចិត្តល្អមានគុណធម៌អញ្ចឹងបងផុនជាមេខ្លោងធំដឹកនាំការប្លន់រលើកគាត់ពូកែណាស់គ្មានអ្នកណាម្នាក់អាចចាប់មុខសញ្ញាគាត់បានទេរាប់សិបឆ្នាំមកនេះតែកុំភ្លេចថាអ្វីគង់មានថ្ងៃអស់លះដែរឲ្យតែប្រព្រឹត្តអំពើទុច្ចរិតបងដឹងទេថាហេតុអ្វីខ្ញុំដឹងពីបងច្បាស់ម្ល៉េះទោះបីជាបងនេះខំបង្កប់កូនចៅឲ្យដើរខ្សឹបខ្សៀវទម្លាក់កំហុសលើអ្នកនេះលើអ្នកនោះតែបងមិនអាចរំលងពីភ្នែកខ្ញុំបានទេហើយរឿងមួយដែលខ្ញុំលាក់ទុកក្នុងចិត្ត30ឆ្នាំមកនេះគឺអាភុននេះហើយដែលប្លន់និងសម្លាប់បងចម្រុងនិងកម្មករផ្សេងទៀតអាចង្រៃបងទប់ចិត្តយើងចាប់បានមេចៅសម្លាប់ឪពុកយើងហើយបងអត់ធ្វុតបន្តិចមិនមែនតែគ្រួសារយើងទេដែលរងគ្រោះអ្នកភូមិផ្សេងគេក៏មានកំហឹងដែរសូមបងទុកឲ្យច្បាប់ជាអ្នកសម្រេចទោសពួកវាទៅចុះយើងនឹងបញ្ជូនឲ្យទៅសាលាស្រុកកន្លងមកខ្ញុំតែងតែលាក់ទុកក្នុងចិត្តហើយគិតថាមិនចាំបាច់ធ្វើដឹងធ្វើលឺអីទេនាំតែនាំទុកដាក់ខ្លួនតែដោយសារទឹកចិត្តក្មួយជលសានិងគ្រួសារយកចិត្តទុកដាក់នឹងខ្ញុំរួមទាំងបង្កើតការងារជំនួញឲ្យអ្នកភូមិយើងមានការងារធ្វើនិងមានជីវភាពរស់នៅល្អគ្រប់គ្នាទើបខ្ញុំនេះហ៊ានបដូរជីវិតតាមដានពួកវារហូតដល់ចាប់បានពួកវាទាំងអស់នេះជលសាជាបុរសឆ្លាតវៃនិងពូកែបំផុតយប់នេះពេលបានដឹងដំណឹងពីគម្រោងចោលភ្លាមខ្ញុំបានរត់រះយកដំណឹងនេះមកប្រាប់ក្មួយជលសាហើយក្មួយជលសាបានប្រជុំកម្មករយើងនិងបានបែងចែកកម្លាំងរៀបចំអន្ទាក់តាមគោលដៅរៀងខ្លួនហើយបានជំលៀសមនុស្សចាស់និងក្មេងៗចេញពីផ្ទះនេះដោយស្ងាត់ហើយទាំងអស់គ្នាបានចេញពីផ្ទះអស់ដើម្បីការពារកុំឲ្យប៉ះគ្នានាំប្រើកម្លាំងដាក់គ្នាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនយើងការបែងចែកកម្លាំងការរៀបអន្ទាក់ដោយភាពឆ្លាតវៃនេះធ្វើឲ្យយើងចាប់បានក្រុមចោរដោយមិនចាំបាច់ចំណាយកម្លាំងនិងប្រថុយនឹងគ្រោះថ្នាក់
ខ្ញុំសូមអរគុណពួកឌឿនដែលហ៊ានប្រថុយជីវិតដើម្បីការពារពួកយើងហើយអរគុណបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលក្លាហានក្នុងការសហការចាប់ក្រុមចោរដោយមិនញញើតបើពុំមានមេដឹកនាំខ្លាំងដោយបងជលសាទេពួកខ្ញុំក៏មិនហ៊ានដែរបងជលសាប្រៀបដូចជាមេទ័ពជាខ្លាចំណែកពួកខ្ញុំប្រៀបដូចជាកូនទ័ពជាសត្វជាមិនចឹងគេថាស៊ូមានមេទ័ពជាខ្លាទោះកូនទ័ពជាជាមក៏អាចយកជ័យជំនះបានដែរបងប្អូនសូមស្ងាត់បន្តិចបងប្អូនលើកដំកើងខ្ញុំពេកហើយតាមពិតទៅគឺជាការចូលរួមចំណែកពីបងប្អូនដែរទេទើបការងារយើងតែងតែមានភាពជោគជ័យកន្លងមកនិងនៅយប់នេះខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេរាល់ការងារទាំងអស់បើគ្មានការចូលរួមលះបង់កម្លាំងកាយចិត្តពីបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំសូមរំលឹកខ្លះៗជូនដល់បងប្អូនគិតពិចារណាទី1ការរៀនសូត្ររបស់ខ្ញុំបើគ្មានអ្នកម្ដាយប្អូនវតីលក្ខិណានិងពូមីងក្នុងភូមិយើងនេះជួយជ្រោមជ្រែងទេក៏ខ្ញុំមិនមានលទ្ធភាពបានរៀនសូត្រទេទី2បើគ្មានប្រពន្ធខ្ញុំនិងមិត្តភ័ក្តិផ្សេងទៀតដែលជាមិត្តរួមថ្នាក់ការនៅរៀននៅឯទីក្រុងជួយជ្រោមជ្រែងទេក៏មិនអាចមានឱកាសដូចសពថ្ងៃនេះដែរទី3រាល់ការងារទាំងអស់ក្នុងមុខចំនួនសពថ្ងៃបើគ្មានលក្ខិណានិងស្វាមីជួយទេក៏មិនអាចទៅរួចដែរហើយក៏គ្មានបងប្អូនទាំងអស់គ្នានៅទីនេះចូលរួមទេក៏មិនអាចជោគជ័យល្អដូចសពថ្ងៃនេះដែរសរុបសេចក្តីមកដូចជាជីវិតយើងដែរអំរែកនៃជីវិតពិតជាធ្ងន់ណាស់ទាមទារការសហការសាមគ្គីគ្នាទើបអាចរែកពុនទៅមុខបានអំរែកកាន់តែធំកាន់តែធ្ងន់ហើយក៏កាន់តែត្រូវការអ្នកចូលរួមកាន់តែច្រើនដូចនេះបងប្អូនទាំងអស់គ្នាជាចំណែកដ៏ធំរាល់ការសម្រេចការងារទាំងអស់កន្លងមកនេះទើបអាចធ្វើដំណើរមកដល់ការរីកចម្រើនដោយសពថ្ងៃនេះបានដូចនេះសូមបងប្អូនទាំងអស់គ្នារួបរวมសាមគ្គីគ្នាបន្តខិតខំបន្ថែមទៀតដើម្បីសេចក្តីសុខនិងក្តីរីកចម្រើនទាំងអស់គ្នាជ័យយោ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 មួយឆ្នាំក្រោយមកក្នុងនាមខ្ញុំបាទជាមេភូមិតំណាងឲ្យប្រជាជននៅក្នុងភូមិយើងទាំងអស់ដែលមានប្រជាជនសរុបប្រមាណ500គ្រួសារសូមគោរពដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅក្នុងពិធីបើកសម្ពោធសាលារៀនថ្មីដែលជាការឧបត្ថម្ភដោយគ្រួសារក្មួយចម្រុងជលសាដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានរៀនសូត្រសាលាល្អស្អាតផ្ដល់នៅបរិយាកាសល្អដល់ក្មួយចៅក្រេបជញ្ជក់ចំណេះដឹងដើម្បីលើកស្ទួយមុខមាត់ភូមិស្រុកយើងកាលណាមានអ្នកចេះដឹងកាន់តែច្រើនភូមិយើងនឹងកាន់តែរីកចម្រើនតំបន់យើងកាន់តែរីកចម្រើនទឹកចិត្តដ៏ធំធេងរបស់ក្មួយជលសានិងគ្រួសារទាំងមូលនេះហើយជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងប្រទេសយើងផងដែរបន្តទៅនេះសូមអញ្ជើញក្មួយជលសាឡើងមកមានមតិយោបល់បន្តិចឡើងមកក្មួយជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកពូមេភូមិដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទក្នុងការបញ្ចេញនូវមតិយោបល់ខណៈនេះខ្ញុំសូមគោរពជម្រាបសួរដល់បងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសូមគោរពដល់បងប្អូនពូមីងទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំបាទសូមឧទ្ទិសកុសលដែលបានសាងកន្លងមកនិងក្នុងសាងសង់សាលារៀននេះជូនទៅដល់វិញ្ញាណក្ខន្ធលោកឪពុកចម្រុងដែលបានលាចាកលោកនេះទៅសូមឲ្យលោកបានកើតក្នុងសុគតិភពផងចុះសូមអរគុណអ្នកម្ដាយលោកយាយចរិយាដែលបានលះបង់កម្លាំងកាយចិត្តអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីឲ្យខ្ញុំជាកូនបានរៀនសូត្រចប់ចុងចប់ដើមនិងសូមអរគុណដល់ប្អូនស្រីវតីប្អូនលះបង់ច្រើនណាស់ដើម្បីសម្រេចបាននៅការរៀនសូត្រចប់ចុងចប់ដើមដើម្បីយកមកបម្រើបងប្អូនយើងក្នុងស្រុកភូមិវិញអរគុណដល់ប្រពន្ធសម្លាញ់ធារីដែលតែងតែលើកទឹកចិត្តខ្ញុំរាល់ការជួបបញ្ហាទាំងឡាយកន្លងមកបើគ្មានគាត់ទេខ្ញុំពិតជាពិបាកណាស់ក្នុងការដើរមកដល់ទីនេះ
ការសិក្សាអាចផ្លាស់ប្ដូរមនុស្សបានពីមនុស្សថ្នាក់ទាបទៅមនុស្សថ្នាក់ខ្ពស់ពីមនុស្សដែលគិតថាខ្លួនគ្មានតម្លៃទៅជាមនុស្សដែលមានប្រយោជន៍ដល់សង្គមជាតិទាំងនេះជាមិនផុតទេគ្រប់គ្នាត្រូវតែបញ្ជូននិងលើកទឹកចិត្តកូនឲ្យបានរៀនសូត្រចាប់ចុងចាប់ដើមដោយគ្រួសារខ្ញុំស្រាប់បងប្អូនដឹងហើយពីដើមរៀងមកខ្វះខាតមុខក្រោយខំទាំងត្រដាបត្រដួសទម្រាំមានដូចសពថ្ងៃនេះយើងបានមកដល់សពថ្ងៃនេះគឺដោយសារតែចំណេះដឹងតែមួយគត់ចំណេះដឹងនេះជាប្រទីបបំភ្លឺផ្លូវដ៏អស្ចារ្យឆ្ពោះទៅរកសេចក្តីរីកចម្រើនក្នុងគ្រួសារមួយក្នុងតំបន់និងជួយឲ្យប្រទេសយើងរីកចម្រើនផងដែរជាចុងក្រោយខ្ញុំបាទសូមឲ្យក្មួយៗកុមារាកុមារីក្នុងភូមិយើងទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រត្រង់ត្រាប់ស្ដាប់គ្រូបញ្យលមានតែក្មួយនេះហើយដែលជាទំពាំងស្នងឫស្សីលើកស្ទួយកិត្តិយសនិងជីវភាពគ្រួសារនៅថ្ងៃអនាគតបាន